បាទសួស្តីប្រិយមិត្តទាំងអស់គ្នាយើងវិលអារម្មណ៍មកជួបគ្នាសាជាថ្មីម្ដងទៀតហើយនៅក្នុង Channel TBR Anime ក៏ដូចជានៅក្នុងការសម្រាយរឿងចាប់ជាតិខ្លាយទៅជា Slam ភាគទី47ដែលជាភាគបន្តរបស់យើងអញ្ចឹងមកខាត់ពេលវេលាយូរយើងទៅទស្សនាការសម្រាយសាច់រឿងជាមួយនឹង Admin ទាំងអស់គ្នាតែម្ដងទៅនៅពេលដែលបានឃើញវត្តមានរបស់ Vedra ក៏បានបង្ហាញខ្លួនមកភ្លាមៗបាត់នេះក៏បានធ្វើឲ្យមរុកក៏ពិតជាមានការផ្ចាំផ្អើលក៏ដូចជាឆ្ងល់ផងដែរថាហេតុអ្វីបានជាគេនៅទីនេះទាំងដែលគាត់មិនបានហៅគេមកហ្នឹងគ្នានឹងខំចូលមកជួយហើយតន់ពេលវេលាហើយនៅថាឲ្យគ្នាទៀតដេញគ្នាទៅផងអីផងយ៉ាមែនរីមរុកធ្វើឲ្យបេរូត្រាហ្នឹងក៏បានតម្លាក់ទឹកមុខចុះណាគេពិតជាអន់ចិត្តខ្លាំងមែនទែនដែលខាងរីមរុកហ្នឹងក៏ពិតជាមានចិត្តអាក្រក់ដាក់គាត់ហ្នឹងខ្លាំងមែនទែនបន្តមកគាត់ក៏បាននិយាយបែបយកចការណាដែលគាត់មកទីនេះគឺដើម្បីចង់រកឲ្យឃើញនៅថាអើយសភៅភីចុងក្រោយអូយដល់កនេះគេស្រែកយំផងអីផងគេនៅសុខគេអានេះវាបានអានមិនការពីចុងក្រោយគេចង់នឹងសាច់រឿងបន្តគេរំអុកដាក់រីមរុកឲ្យបកគលសភៅភាគនឹងមកឲ្យគេណាចំណែករីមរុកគាត់បានខ្វល់នៅឡើយដែលគាត់កំពុងតែឆ្ងល់ណាដោយខាងវេអត្រានឹងគេអាចមកទីនេះបានដោយអត់មានចំនួនការកោះហៅពីគាត់អញ្ចឹងវារឿងចម្លែកទីដែរណាក៏ប៉ុន្តែបន្ទាប់មកដោយសារតែបេរូត្រាគេបានរបបខ្លាំងច្រាំងខ្លាំងពេកអញ្ចឹងទៅណាគេក៏បានសុំឲ្យបេរូត្រាទៅទប់ទល់ជាមួយនឹងមេរៀនមួយរយៈពេលសិនអញ្ចឹងគេនឹងបកគលភាគចុងក្រោយនឹងឲ្យទៅគេហើយបេរូត្រាគេក៏ចាប់អារម្មណ៍ផងដែរគេក៏បានបែរទៅរកមេរៀនណាព្រមទាំងឆ្ងល់ផងដែរថាតានេះមិនមែនជាកូនតែមួយគត់របស់បងប្រុសគេទេហើយនេះនឹងគឺជាលើកទី1ហើយដែលគេនឹងបានជួបជាមួយនឹងមេរៀននឹងដោយផ្ទាល់ហើយគេបានប្រាប់ថាមេរៀននឹងគ្រាន់តែជាក្មេងម្នាក់ដែរបងណោះអញ្ចឹងទុកឲ្យរឿងនេះទៅគេទៅចុះចំពោះរីមេរូក៏ឆ្ងល់ខ្លាំងមែនទែនអំពីការលើកឡើងរបស់បេរូត្រានៅមុននេះណាក៏ប៉ុន្តែពេលនេះវាមិនមែនជាពេលដែលត្រូវសួរដេញដោលឲ្យច្រើននោះទេដោយគេនឹងក៏បានណែនាំប្រាប់ទៅកាន់បេរូត្រាថាកុំឲ្យធ្វើជ្រុលដៃទៅលើខាងមេរៀនមិនសោះនេះក៏ដោយសារតែនេះគឺត្រូវបានគ្រប់គ្រងដោយខាងagreement នោះទេបេរូត្រាគាត់រងរំសួរពីព័ត៌មានបន្ថែមទៀតទាក់ទងទៅនឹងការគ្រប់គ្រងមួយហ្នឹងណាក៏ប៉ុន្តែរីមេរូក៏បានពឹងពាក់ទៅលើគេដោយទុកចិត្តទៅលើគេហើយអញ្ចឹងគាត់ក៏បានរត់ចាត់ចេញពីទីហ្នឹងទៅទោះបីជាដូចនេះក៏ដោយគាត់ក៏ខ្វល់អ្វីច្រើននោះដែរដែលគាត់ក៏ប្រមូលខាងមេរៀនហ្នឹងប្រយុទ្ធគ្នាឲ្យសប្បាយម្ដង Facebook តែមេរៀនគឺត្រូវបានគ្រប់គ្រងដោយ agreement ក៏ដោយក៏ប៉ុន្តែនាងក៏អាចយល់អំពីការនិយាយរបស់ខាងបេរូត្រាដែរណាអញ្ចឹងនាងក៏បានគួរក្បាលជាការយល់ព្រមអញ្ចឹងទៅខាងរីមេរូគាត់គឺពិតជាបារម្ភទៅកាន់រ៉េងការខ្លាំងមែនទែនដោយគាត់ក៏បញ្ញាបញ្ញាលដើម្បីមកជួយខាងរ៉េងការប៉ុន្តែទៅដល់ទីនោះគឺអត់សូវមានសកម្មភាពក្នុងការប្រយុទ្ធគ្នាអ្វីនោះទេដែលគេក៏បានត្រឹមតែចូលប្រជុំមុខដាក់គ្នាតែប៉ុណ្្នឹងឯងរីមេរូគាត់ឆ្ងល់ខ្លាំងមែនទែនតែដល់ពេលដែលគាត់នឹងក៏បានសម្លឹងមើលទៅកាន់កញ្ជ្រោងមួយហ្នឹងគាត់នឹងក៏បានស្ដាប់ឮសំឡេងស្រែកហៅឲ្យជួយពីកញ្ជ្រោងមួយហ្នឹងឯងតែរីមេរូគាត់សម្លឹងមើលទៅឃើញថាកញ្ជ្រោងមួយហ្នឹងក៏ពិតជាមានការឈឺចាប់ខ្លាំងមែនទែនក្រោមការគ្រប់គ្រងរបស់ក្រេមែនអញ្ចឹងហើយរីមេរូគាត់អាចឈរទ្រាំមើលរឿងនេះនោះដែរហើយគាត់ក៏សុខចិត្តជួយនាងឲ្យចេញពីការគ្រប់គ្រងរបស់ខាងក្រេមែនដោយរ៉ាហ្វែសាំងក៏បានប្រាប់ថាវានេះគឺជា skill គ្រប់គ្រងបេសាចហើយអញ្ចឹងគាត់ក៏បានដោះលែងវាចឹងទៅរួចហើយបន្ទាប់មកកញ្ជ្រោងមួយហ្នឹងក៏ត្រូវបានដោះលែងពី curse របស់ Grey Man មួយហ្នឹងនៅពេលដែល curse ទាំងនោះគឺវាបានរកបំបត្តិចេញពីរាជការរបស់នេះរាជការរបស់នេះក៏បានប្រែក្លាយទៅជាកញ្ជ្រោងដ៏គួរស្រឡាញ់មួយក្បាលហើយកតុយទាំងពីរហ្នឹងក៏បានហោះចូលពីអាសត្វពីក្បាលដែលបានប្រែក្លាយទៅមុននេះរីឯចំណែករ៉េងការនៅមុននេះគឺពួកគេគឺជាសត្រូវរបស់កញ្ជ្រោងមួយហ្នឹងចឹងហើយគេក៏បានបង្កើនការប្រុងប្រយ័ត្នណាតែគេហ្នឹងគឺមិនសូវជាទុកចិត្តប៉ុន្មាននោះទេក៏ប៉ុន្តែដោយសារតែរីមរុគាត់បានបញ្ជាក់នឹងអាងថាវាមិនអីនោះទេទៅហើយអញ្ចឹងគេក៏អត់មានអីដែលត្រូវប្រុងប្រយ័ត្នទៀតដែរបន្ទាប់មករីមរុក៏បានឲ្យរ៉េងការជួយថែទាំទៅលើកញ្ជ្រោងមួយនឹងផងរ៉េងការក៏បានទទួលបញ្ជាឬហើយក៏បានរត់ចាក់ចេញពីទីហ្នឹងទៅតមករីមរុថាបងប្រុសនឹងទៅជួយអ្នកផ្សេងទៀតណាក៏ប៉ុន្តែនៅពេលដែលគាត់បានបែរមកគឺឃើញថាបេរ៉ូតាហ្នឹងក៏បានចាត់ការទៅលើអាយ៉ងមួយហ្នឹងគឺថាខ្ទេចខ្ទីរួចរាល់អស់ទៅហើយនិយាយរួមទៅការវិបហានឹងកម្លាំងរបស់នេះគឺមិនអន់នោះទេដោយបានកម្ចាត់ទៅលើអាយ៉ងមួយហ្នឹងដែលជារបស់ដៃក្រេមែនហ្នឹងគេបានលើកឡើងថាវាពិតជាសិល្បៈដ៏អស្ចារ្យអញ្ចឹងទៅក៏ប៉ុន្តែក៏ត្រូវបានកម្ចាត់ដោយបេរ៉ូតាហ្នឹងដោយគ្មានស្លាកស្នាមអ្វីហ្នឹងបន្តិចសោះឡើយបេរ៉ូតានាងបានប្រាប់ទៅកាន់រីមរុថានេះគឺជាកាដូសម្រាប់រីមរុហើយនេះគឺបានសង្ឃឹមថារីមរុនឹងទុកកន្លែងសម្រាប់
Lady Ramirez ក៏ដូចជានាងស្នាក់នៅទីក្រុងរបស់គាត់ណាហើយចំណែក Rimuru ក៏បានថាអីចំពោះបញ្ហាមួយនេះនោះឡើយក្នុងអំឡុងពេលហ្នឹងគឺស្រាប់តែមានការសម្លេងស្រែកញញៃពេញហ្នឹងដែលវានឹងគឺជាការប្រយុទ្ធរបស់ Berutara ក៏ដូចជា Mirim ដែល Berutara ហ្នឹងក៏បានបញ្ចេញស្នៀតអីខ្លះញញៃពេញហ្នឹងឯង Rimuru គាត់ក៏ខ្វល់ជាមួយនឹងគេនោះដែរដែលគាត់ហ្នឹងក៏បានបែរទៅរក Sion វិញម្ដងដោយសារតែគាត់បានទុកចិត្តទៅខាង Berutara ណាថាគេអាចទប់ទល់ជាមួយនឹង Mirim បានចឹងហើយគេក៏បានមកជួយខាង Sion វិញម្ដងក៏ប៉ុន្តែបើមើលទៅកាន់ស្ថានភាពមួយនេះគឺមិនចាំបាច់ជួយទៅកាន់ Sion នោះឡើយដោយសារតែមើលទៅខាង Greyman គឺពិតជាទាំងហកខ្យល់ខាងមែនទែនហើយចំណែក Sion នាងហាប់ដូចជាអត់មានអ្វីដែលត្រូវបញ្ហានោះឡើយដោយនាងក៏បានឈោបែបធម្មតាអញ្ចឹងយើងក៏អាចសន្មតបានថានាងគឺមានគុណសម្បត្តិទៅលើ Greyman ហើយនាងក៏បាននិយាយដូចដល់ទៅកាន់ Greyman ថាឯងមានតែប៉ុណ្្នឹងទេមែនឯងគឺពិតជាខ្សោយខ្លាំងណាស់ដែលឯងមិនសមហៅខ្លួនឯងជាតែមិនឡោតនោះឡើយបានសម្ដីទាំងនេះក៏បានចាក់រុកដល់បេះដូងរបស់ Greyman ធ្វើគេនឹងពិតជាមានកំហឹងខ្លាំងមែនទែនគេនឹងក៏បានបាក់ការវាប្រហែលជាមួយនឹងអាយ៉ររបស់គេជាច្រើនតែបាញ់ទៅកាន់ Sion ក៏ប៉ុន្តែទោះជាណាក៏ដោយ Sion គ្រាន់តែក៏វាដើមខ្វាច់ហ្នឹងគឺថាអាយ៉ងទាំងអស់ហ្នឹងគឺខ្ទេចខ្ទីអស់ទៅការបើដូចនេះបានធ្វើឲ្យ Greyman ហ្នឹងគឺថាមានការស្រឡាញ់ខ្លាំងមែនទែនខណៈពេលដែល Sion ហ្នឹងក៏បានចំអកទៅកាន់ Greyman ថាឯងគឺពិតជាគ្មានអ្វីពិសេសតតែតាមបើដូចនេះ Greyman ក៏បានតបមកវិញថាកុំតាន់មានអំណួរអីសោះអាយ៉ងរបស់គេនឹងប្រកាសជា recover មកវិញនឹងគ្មានដែនកំណត់នោះឡើយដោយវានឹងធ្វើការវាប្រហារទៅកាន់ Sion នឹងជារៀងរហូតតែម្ដងលើកដៃលើកជើងផងដើម្បីឲ្យអាយ៉ងរបស់គេនឹងគឺថាបានរួមគ្នាមកវិញក៏ប៉ុន្តែទោះជាណាក៏ដោយវាក៏អត់មានអ្វីដែលត្រូវប្រែប្រួលនោះឡើយ Sion ក៏បានចំអកថាតើវានឹងចាប់ផ្ដើមនៅពេលណាទៅ Greyman គេអាចធ្វើឲ្យបាននោះទេគឺបានត្រឹមតែឆ្ងល់នឹងឯងចំពោះរឿងនេះហើយRimuru ក៏បានប្រាប់ទៅកាន់គេឲ្យថាដាវដែល Sion កំពុងតែប្រើនឹងគឺជាប្រភេទដាវដែលអាចលេបវិញ្ញាណបានអញ្ចឹងនៅពេលដែលរាល់ការវាប្រហារចំទៅលើអាយ៉ងវាបាត់ជាលេបយកវិញ្ញាណចេញពីអាយ៉ងនឹងអស់ហើយតែបើលើដូច្នេះគេក៏រៀងភ្ញាក់ផ្អើលបន្តិចដែរព្រោះថាដាវប្រភេទបែបហ្នឹងគឺវាពិតជាកម្រណាRimuruក៏បានបញ្ជាក់ប្រាប់ហើយថាវាគឺមាននៅក្នុងដៃរបស់ Hinata មួយដែរហើយគាត់នៅពេលដែលបានឃើញដូចនេះគាត់ក៏បានបង្កើតវាសម្រាប់ឲ្យ Sion ប្រើមួយទៅចេតនានៃការចង់បានគឺពិតជាបានកើនឡើងក្នុងចិត្តរបស់ Greyman ហ្នឹងខ្លាំងមែនទែនដល់គេគឺពិតជារីករាយខ្លាំងមែនទែនដែលគេហ្នឹងនឹងយកដាវមួយហ្នឹងចេញពី Sion ហើយខ្លាចទៅជារបស់គេអញ្ចឹងហើយគេក៏ចាប់ផ្ដើមធ្វើសកម្មភាពរបស់គេណាដែលគេក៏បានប្រើស្នៀតមួយដែលវានឹងគឺមានឈ្មោះថា Demon Marionette ដោយវានឹងក៏បានបញ្ចេញនៅខ្សែជាច្រើនរូបព័ទ្ធទៅលើរាងកាយរបស់ Sion ហើយហោះឡើងទៅលើបន្ទាប់មកគេបានប្រាប់ឲ្យថាស្នៀតមួយហ្នឹងគឺជាស្នៀត Ultimate ចុងក្រោយដែលវានឹងគឺអាចចងភ្ជាប់សម្បីតែ Demon Lord បានហើយវាក៏ពិតជាស៊ីខ្លាំងណាស់ក្នុងការប្រើស្នៀតមួយនេះទៅលើ Magic ម្នាក់ដូចជា Sion អញ្ចឹងក៏ប៉ុន្តែដោយសារតែវានឹងខ្វះមនុស្សម្នាក់ដើម្បីខ្លាយទៅជាម្រាមដៃមួយក្នុងចំណោមម្រាមដៃទាំង5ណានិយាយរួមគេចង់យក Sion ដើម្បីជំនួសតំណែងរបស់ Mayuran ដើម្បីធានាថានឹងជោគជ័យអញ្ចឹងគេក៏ប្រើស្នៀតមួយហ្នឹងទៅប៉ុន្តែការគិតវាមិនដូចជាការពិតនោះឡើយ Sion ក៏បានបំបែកចេញពីខ្សែហ្នឹងបានយ៉ាងងាយស្រួលជាហេតុដែលធ្វើឲ្យ Greyman ក៏បានតោះស្លុតមកតង់ទៀតហើយការបើដូចនេះ Sion ក៏បានធ្លាក់ចុះមកវិញក៏វាសក់យ៉ាងលយព្រមទាំងបាននិយាយដល់ទៅកាន់ Greyman ហើយថាមនុស្សដែលពឹងផ្អែកទៅលើស្នៀកកពីកថាបែបនេះគឺមិនសមហៅថាជាតែមិនឡប់នោះទេលើបែបនេះ Greyman គេបានខំខ្លាំងមែនទែនហើយ deal ផងជ័យផងតែកាន់ Sion ខ្ញុំនឹងធ្វើឲ្យនឹងស្ដាយក្រោយចំពោះការដែលធ្វើឲ្យខ្ញុំខឹងនិយាយផងអីផងនឹងហៀទៅមកក្លេខ្លាំងពេញតែប៉ុណ្្នឹងដោយសារតែកំហឹងរបស់គេគឺពិតជាខ្លាំងមែនទែនហើយនៅពេលនេះព្រោះហើយគេក៏បានប្រឹងស្រែកមួយវាស់បញ្ចេញនៅកម្លាំងទៀតរបស់គេបន្ថែមណាជាហេតុដែលធ្វើឲ្យរបស់គេក៏បានប្រេះបែកហើយបន្ទាប់មកដៃជាច្រើននឹងក៏បានលេចចេញពីខ្នងរបស់គេនឹងក៏បានលើកឡើងថាគេនឹងចាប់ហែកទៅលើ Sion នឹងជាមនុស្សដៃជាច្រើនរបស់គេរំតែម្ដងពាក់នៅស្រោមមុខប្រចាំតកូលរបស់គេរួចហើយក៏បញ្ចេញទៅថាមកពុយយ៉ាងខ្លាំងក្លាគំរាមទៅកាន់ Sion តែទោះជាយ៉ាងណាក៏ដោយ Sion ហាក់ដូចជាមិនខ្លាចនោះទេលើកដាវឡើងត្រៀមនៅក្នុងការប្រយុទ្ធហើយក៏បានសរសើរទៅកាន់ Greyman ថាអូឯងគឺពិតជាខ្លាំងជាងមុនបន្តិចណាមុនពេលដែលគេប្រយុទ្ធគឺត្រូវតែណែនាំឈ្មោះណាខាង Sion គេបានណែនាំឈ្មោះថាខ្ញុំ Sion គឺជាអ្នកការពារចំណិតរបស់លោកច្បាយRimuruខាង Greyman គេក៏ណែនាំខ្លួនម្ដងទៅថាខ្ញុំ Demon Lord Greyman ទេ Greyman ធ្លុកឈួតនិយាយរួមទៅធ្លុកដូចជាពួកអ្នកកំ pl ែងពួកដែលលេងសៀកដូចជា Jaster មើលតែធាក៏ដូចជា Futamang ទៅដឹងហើយដោយសារតែពួកគេគឺស្ថិតនៅក្នុងក្រុមតែមួយណាការពីអតីតកាលរបស់ Greyman គឺស្ថិតនៅក្នុងក្រុមតែមួយជាមួយនឹងធាក៏ដូចជា Futamang អីហ្នឹងអញ្ចឹង
ពួកគេគឺស្ថិតនៅក្នុងក្រុមមួយដែលគេហៅថាធ្លុកហ្នឹងឬក៏ Jaster អីហ្នឹងណែនាំរួចគេក៏បើកការវាប្រហារភ្លាមតែម្ដងព្រមជាមួយនឹងពាក្យសម្ដីថាខ្ញុំនឹងសម្លាប់នាង Maggie Sion ខ្សែថាមពលជាច្រើនបានទៅចោលរាងកាយរបស់ Sion បន្ទាប់មកដៃជាច្រើនរបស់គេក៏បានបញ្ចេញអាវុធផ្សេងខុសគ្នាលោតហក់ដើម្បីទៅវាយ Sion តែម្ដងប៉ុន្តែទោះជាយ៉ាងណាក៏ដោយចំណងទាំងហ្នឹងគឺអាចចោលរាងកាយរបស់ Sion បានដាច់ចេញពីចំណងហ្នឹងភ្លាមៗរួចហើយក៏បានស្ទុះទៅវិញជាមួយនឹង Greyman ដែលកំពុងតែសម្រុករួមជាមួយនឹងអាវុធជាច្រើនរបស់គេដោយបានឃើញបែបនេះគេក៏បានយកខែរបស់គេយកមករកប៉ុន្តែទោះជាយ៉ាងណាក៏ដោយកម្លាំងរបស់ Sion គឺពិតជាខ្លាំងវាយគេឲ្យប៉ាំងថយទៅក្រោយមកអង្គយូ Sion ក៏បានស្ទុះទៅជាបន្តឃើញថាមួយដាវរបស់នេះគឺពិតជាខ្លាំងស្រែកផងអីផង Greyman គឺថាហោះទៅឆ្វេងហោះទៅស្ដាំផងអីមួយដាវនេះគឺពិតជាខ្លាំងវាទៅកាន់ Greyman គេក៏បានយកអាវុធរបស់គេយកមករងដោយសារតែល្បឿនលឿនពេកមើលអត់ដឹងនោះទេហើយឃើញថា Greyman នៅតែអាចទប់ទល់បាននាងក៏បានស្រែកវាស់បញ្ចេញកម្លាំងបន្ថែមទៀតឆាយដែលធ្វើឲ្យ Greyman ក៏បានប៉ាំងត្រឡប់ទៅលឹមចង់3លានត្រឡប់នេះហើយមិនទាន់ទាំងបានទប់ដំណឹងផងហ្នឹង Sion ក៏បានថែមជូនមួយដៃកដោអនុស្សាវរីយ៍តែគេនៅតែអាចទប់ជាប់ Sion ក៏បានថែមជូនមួយជើងទៀតលើកនេះគេលេងទប់ជាប់ទៀតហើយធ្វើឲ្យគេនឹងគឺថាប៉ាំងចង់1លានម៉ែត្រត្រឡប់ទៅចង់ប្រកាច់ប្រកិនហើយសូម្បីតែស្រោមមុខរបស់គេនឹងក៏បានបែកខ្ទេចដេកស្បាប់ចំណែក Sion ចុះមកដើរកាន់ដើរចេះរៀងសង្ហានឹងលយដូចដើមរីមឬគាត់ក៏បានគិតថារឿងនេះគឺវាបានបញ្ចប់ទៅហើយ Sion ក៏បានដើរចូលមកតម្រង់ទៅកាន់ Greyman ចំណែក Greyman គេស្ទើរតែមិនជឿនោះទេថាគេក៏ពិតជាចាញ់ក្នុងស្ថានភាពបែបនេះខ្ញុំដើរទៅកាន់ Greyman ឬក៏សួរទៅកាន់លោកចវាយរីមរកថាតើនាងអាចសម្លាប់គេម្នាក់នេះបានឥឡូវនេះដែរទេ Greyman គេស្លន់ស្លោខ្លាំងមែនតែគេក៏ឆ្ងល់ផងដែរថាតើមេរៀនកំពុងតែធ្វើអ្វីនៅពេលនេះអ្វីបានជានាងមិនកំចាត់គេម្នាក់នោះឲ្យលឿនទៅតែទោះជាណាក៏ដោយការវិបហារបស់ពួកគេនឹងបានធ្វើឲ្យ Greyman មានការភ្ញាក់ផ្អើលខ្លាំងមែនទែននេះតើគេម្នាក់នេះគឺជានរណាទៅហើយឆ្ងល់បាត់នេះរីមរកក៏បានប្រាប់តែកាន់គឺទៅថាគេម្នាក់នេះគឺជាមិត្តភក្តិរបស់ខ្ញុំពេលរុទ្រា Greyman បានត្រឹមតែខំថ្មិញតក់ស្លុតបែកញើសប៉ុនក្របពោតសម្លឹងមើលការប្រព្រឹត្តរបស់ពួកគេទាំងពីរនាក់ឃើញហើយថាពេលរុទ្រាគឺពិតជាមានថាប្រោខ្លាំងមែនទែនគេឆ្វេងគេស្ដាំប៉ះគ្នាចឡើងឃើញថាប៉ះគ្នាម្ដងគឺរំជួយទីលានទាំងអស់ហើយបញ្ជាពីស្នៀតវិញគឺថាមិនដឹងជាស្នៀតអ្វីខ្លះនោះទេបញ្ចេញមកអស់ហើយមួយការវាប្រហារចុងក្រោយនេះគឺថារៀងខ្លាំងបន្តិចគឺបានវាប្រហារទៅកាន់មេរិមផ្ទុះលុះសុទ្ធតែទីឲ្យផ្សែងចុកស្នានភាពវាហាក់ដូចជាចាញ់ទេព្រាមក៏បានស្រែកហើយជំនួយពី Freya ឲ្យមកជួយគេតែទោះជាយ៉ាងណាក៏ដោយព្រៃក៏បានបដិសេធដោយនាងបានប្រាប់ថានាងនឹងមិនអាចបំបែកបារីដែលហុំព័ទ្ធនៅទីនឹងបានទេឃើញថាមិនអាចសុំជំនួយពី Frey បានអញ្ចឹងហើយគេក៏បានបែរទៅរកមេរិមដោយគេបានប្រាប់ថាមេរិមត្រូវតែសម្លាប់មនុស្សនៅក្នុងបារីនេះទាំងអស់ទៅរីមរុកក៏ได้ចិត្តខ្លាំងមែនទែនចំអាប៉ែនឹងឈួតបាត់ដែរបែបនេះទៅរីមរុកក៏គិតថាសារភាពរបស់គាត់គឺពិតជាពិបាកក្នុងការទប់ទល់ជាមួយមេរិមជាមិនខាននោះឡើយបើសិនជានាងបើកការវាប្រហារដោយកំរោលអញ្ចឹងណាច្បាស់ណាស់គាត់ប្រកាសជាមិនអាចរកដំណោះស្រាយបាននោះទេបើសិនជារឿងនឹងកើតឡើងមែនប៉ុន្តែなんでそんなことをする必要があるのだឈឺទេសួរខ្លួនឯងថាឈឺទេចាំមិនដែរនេះឈុតឡៃហ្នឹងគឺភ្ញាក់ផ្អើលស្មើមានចង់ដាច់ចកេះដែរណាសូម្បីយើងចង់ដាច់ចកេះហើយទុំរំនឹង Greyman ដូចយើងបានឃើញចឹង Greyman គេបានបើកភ្នែកធំចង់លៀនក្របភ្នែកចេញមកក្រៅហើយសូម្បីតែរីមរូក៏ដូចគ្នាផងដែរគាត់ឆ្ងល់ខ្លាំងមែនទេតែនាងនឹងមិនត្រូវបានគ្រប់គ្រងដោយគេម្នាក់នេះទេមែនទេហើយមេរិមក៏គ្រប់គ្នាបានដឹងហើយថានាងគឺមិនត្រូវបានគ្រប់គ្រងដោយ Greyman នោះឡើយតែក៏មានអ្នកខ្លះក៏មានការភ្ញាក់ផ្អើលផងដែរដោយសារតែនាងមិនបាន react នៅពេលដែល Greyman នឹងគឺបានបាយនេះចឹងទៅចំណែក Greyman គេពិតជាមានការឈឺចាប់ខ្លាំងមែនទែនស្រ័យផងអីផងឃើញថាហូរឈាមទាំងសេចក្តីឈឺចាប់ហ្នឹងឯងឃើញថានៅក្នុងចិត្តរបស់គេគឺពិតជាវីវក់នឹងវក់វីក៏ដូចជាមានចម្ងល់ខ្លាំងមែនទែនថាតាមរយៈដែលគុជ Crystal ដែលគេម្នាក់នោះបានឲ្យហើយអ្វីបានជាមាននេះមិនសិនក្រោមការគ្រប់គ្រងរបស់គេរីមរុកក៏ដឹងហើយថាវាប្រកាសខ្លាំងណាស់ដែលថាមានអ្នកពីក្រោយខ្នងរបស់ Greyman ទៀតហើយចំណែកមេរិមនាងបានបកស្រាយប្រាប់ថាចង់ប្រើបតាមគុជកថាកាយកមកគ្រប់គ្រងយើងផងទៅមិនរួចទេអើយបោះបតាមខ្សែកគុជនឹងនៅចំពោះមុខ Greyman តែម្ដង Greyman គេបានបើកភ្នែកសម្លឹងមើលយ៉ាងធំសឹងតែមិនគួរឲ្យជឿខណៈពេលដែលមេរិមនាងក៏បានសួរទៅកាន់អ្នកដែល Greyman បាននិយាយមុននេះថាគេនឹងគឺជានរណាទៅតែក៏ត្រូវបានបងអាក់ដោយរីមឬដែលគាត់នឹងឆ្ងល់ទៀតហើយថាមេរិមនឹងត្រូវតែមិនត្រូវបានគ្រប់គ្រងដោយ Greyman តាំងពីដើមមកម្ល៉េះប៉ុន្តែហេតុអ្វីបានជានាងសម្លាប់ Demon Lord Carrion តែមនុស្សម្នាក់ហ្នឹងក៏បានចេញមកតែម្ដងគេបាននិយាយថាអើយ
ơi nè namត្រូវបានសម្លាប់ទៀតហើយបានណាគេគឺជាមនុស្សដែលស៊ីអនបានរំលឹកនៅមុននេះតែរីមនុស្សគាត់ជឿនោះទេថាគេម្នាក់នឹងគឺជា Demon Lord Carrion តែនៅពេលនេះគេបានបង្ហាញខ្លួនចឹងទៅបានធ្វើឲ្យរីមនុស្សគឺថាភ្ញាក់ផ្អើលបះជើងចង្អាងពេញតែនឹងតែម្ដងសូម្បីតែ Rafael Sang ក៏បានដកដង្ហើមខកចិត្តចំពោះគាត់ដែររីមនុស្សគាត់បានព្រមតែបញ្ចេញអារម្មណ៍បែបលក្ខណៈសុំទោសណាប៉ុន្តែនាងហាប់ដូចជាអត់តែបាត់ខឹងគាត់ទេតែគាត់នឹងក៏បានបង្វែរធានបទដែលបានទៅរាក់ទាក់ Demon Lord Carrion នៅឃើញបែបនេះ Greyman គេសឹងតែឈួតទៅហើយដោយគេបានដឹងថាសំបីតែ Frey ក៏ក្បត់គេដែរ Frey ក៏បានឌឺដងថែមទៀតថាតាំងពីពេលណាមកដែលនាងធានាថានឹងនៅខាងគេណាGreyman គេខំខ្លាំងមែនទែនដើរសម្រុកចូលទៅព្រមទាំងបាននិយាយថាពួកឯងទាំងអស់គ្នាខ្ញុំនឹងឲ្យពួកឯងសងចំពោះរឿងនេះឃើញបែបនេះរីមនុស្សក៏ចាត់ឲ្យ Sion ទៅចាត់ការគេទៅមិនចាំយូរ Sion ក៏បានស្ទុះទៅចំពោះមក Greyman ដាក់ចូលមកកែនោះហើយក៏បានខ្វាយកាត់ដៃកាត់ជើងខ្ទាតឈាមឆ្វាយពេញយ៉ាងតែម្ដងប៉ុន្តែគេនៅតែនៅរស់ណាដោយបានឃើញថាការប្រយុទ្ធវាបានបញ្ចប់ទៅហើយពេលគេ Crimson ក៏បានបំរួមទីលាននឹងឲ្យចូលទៅវិញរួមជាមួយនឹងការបំបត្តិខែការពារនឹងផងដែរ Demon Lord Frey ក៏បានដើរចូលមកដោយនាងក៏បានប្រាប់ថានាងគឺពិតជាមានការបារម្ភចំពោះមេរៀមខ្លាំងណាស់បើទោះបីជានាងដឹងថាមេរៀមអាចនឹងទប់ទល់ជាមួយនឹងការគ្រប់គ្រងរបស់ Greyman បានក៏ដោយមេរៀមក៏បានចូលមកដោយនាងក៏បានសួររកកញ្ញាំដៃហើយ Frey ក៏បានយកកញ្ញាំដៃហ្នឹងឲ្យទៅនាងទៅនាងក៏ពិតជាមានការសប្បាយចិត្តនៅពេលដែលពាក់វាម្ដងប្រហែលគេបង្ហាញឯងហ្នឹងពេញនឹងតែម្ដងក្នុងអំឡុងពេលនឹង Greyman គេបានសួរទៅកាន់មេរៀមថានាងគឺបានបោកប្រាស់គេតាំងពីដើមមែនទេមីរិមក៏បានឆ្លើយថានឹងហើយនៅពេលដែលបានលើបែបនេះ Carrion ក៏បានមកក្រោរឿងទៅកាន់មីរិមបរោយដោយសារតែនាងគឺអត់បានគ្រប់គ្រងនោះទេប៉ុន្តែនាងគឺបានវាគេហ្នឹងគឺដើម្បីសប្បាយតែម្ដងណារឿងហ្នឹងគេមិនថាអីនោះទេក៏ប៉ុន្តែនាងបានទៅកំទេចប្រទេសរបស់គេនឹងតែម្ដងចាតែធ្វើឲ្យគេនឹងគឺពិតជាមានកំហឹងណាចំណែកមីរិមបានត្រឹមតែរកដែរចុះឡើងបន្ទាប់មកក៏បានទម្លាក់កំហុសឲ្យទៅកាន់ Greyman ទាំងអស់ដោយហេតុថាមិនអាចធ្វើអីទៅកាន់មីរិមបានណាគាត់ក៏បានត្រឹមតែទៅហើយចុះឃើញបែបស្ថានភាពបែបតានតឹងអញ្ចឹងណារីមរុកក៏បានចូលមកបធូបថាយក្នុងស្ថានភាពហ្នឹងឲ្យវារៀងធូរស្រាលតែគាត់នឹងក៏បានលើកឡើងថាបិសាចទាំង3ហ្នឹងគឺពិតជាមានសុវត្ថិភាពនោះទេហើយប្រជាជនរបស់គាត់ក៏ដូចគ្នាផងដែរហើយមិនត្រឹមតែប៉ុណ្ណោះទេចំពោះការខូចខាតទីក្រុងហ្នឹងរីមរុកគាត់បានប្រាប់ថាគាត់នឹងផ្ដល់ជូននៅទ្រព្យសម្បត្តិរបស់ Greyman ហ្នឹងដើម្បីទៅកសាងប្រទេសរបស់គាត់ឡើងវិញ Carrion គឺពិតជារំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែកតែម្ដងដែលគេស្ទើរតែមិនជឿអំពីសន្តានចិត្តដ៏ល្អរបស់រីមរុកណាអញ្ចឹងគេក៏បានចាប់ដៃដើម្បីចងសម្ព័ន្ធមិត្តសហការនឹងគ្នាទៅចំណែកឯគេ Crimson ក៏ដូចជា Demon Lord ផ្សេងទៀតបានដើរចូលមករួចហើយគេក៏បានសរសើរទៅកាន់រីមរុកថាគេគឺពិតជាមានគំនិតច្នៃប្រឌិតខ្ពស់អីចឹងទៅអញ្ចឹងតែតើបានជា Black ជួយចិត្តឯងបែបនេះនោះរីមរុកក៏ឆ្ងល់ប្រហែលស្អីគេ Black ហ្នឹងជាណាតែក៏ត្រូវបានបង្អាក់ដោយ Frey ដែលនាងក៏បានដើរចូលមកប្រាប់ទៅកាន់ Greyman ឲ្យបានដឹងអំពីរឿងមួយចំនួនដែលថានាងនឹងគឺអត់បានធ្វើអីនោះទេអ្វីគ្រប់យ៉ាងគឺដោយសារតែមីរិមនេះក៏បានប្រឹងប្រែងដោយខ្លួននាងនៅឯងហើយ Carrion ក៏បាននិយាយបន្តពួកយើងរស់នៅក្នុងពិភពលោកដ៏ស្រស់មួយនេះក៏ប៉ុន្តែឯងបានធ្វើជ្រុលវាហើយឯងបានកំទេចប្រទេសរបស់ខ្ញុំឯងត្រូវតែចំណាយចំពោះរឿងមួយនេះ Greyman ក្នុងចិត្តពោពេញទៅដោយការសោកស្ដាយដែលគេបាននឹកឃើញរឿងរ៉ាវជាច្រើនតាំងពីដើមប្រសិទ្ធដែលគេបានដាស់តឿនឲ្យគេនឹងប្រុងប្រយ័ត្នរាល់អ្វីដែលគេបានធ្វើហើយគេក៏បានដាស់តឿនក៏ដូចជាដារ៉ូម៉ាំងផងដែរគ្រប់យ៉ាងគឺដោយសារតែគេបានភ្លេចអំពីអត់វាយទាំងអស់ហ្នឹងនិយាយរួមទៅគេគ្រាន់តែចង់ឲ្យខ្លួនឯងនឹងក្លាយទៅជាសមាជិកមធ្យមនៃក្រុម Harley Quinn ហ្នឹងដោយសារតែគេនឹងគឺជាអ្នកខ្សោយជាងគេហើយនៅក្នុងចំណោមក្រុមរបស់គេគ្រាន់តែចង់ស្ថិតនៅក្នុងចំណុចដូចដែលពួកគេផងដែរនេះដោយសារតែនៅយុគមួយនោះគេបានជួបមនុស្សដែលគេមិនធ្លាប់ស្គាល់ម្នាក់មនុស្សម្នាក់នោះគេបានលើកឡើងថាគេបានណែនាំដោយ Demon Lord Carrion ដែលជាម្ចាស់ឬក៏ជាមេរបស់អបិក Greyman នោះឯងអញ្ចឹងហើយគេក៏បានដើរតាមផែនការរបស់អបិកម្នាក់នឹងដោះដូរជាមួយនឹងការដែលឲ្យគេនឹងក្លាយទៅជាសមាជិកកម្រិតមធ្យមនៃក្រុម Harley Quinn ហើយផែនការរបស់គេចង់ឲ្យអបិក Greyman ជួយគ្រប់អស់ពិភពលោកមួយនេះឲ្យក្លាយទៅជារបស់គេដោយធ្វើឲ្យពិភពលោកមួយនេះក្លាយទៅជាកន្លែងមួយដែលឈួតលីលាជាទីបំផុតត្រឡប់មកវិញគេបាននិយាយបែបលក្ខណៈបន្ទោសខ្លួនឯងដោយ Demon Lord Carrion គឺបានរស់ឡើងវិញហើយតែគេបានប្រព្រឹត្តអំពើដែលនាំឲ្យគេនឹងមកដល់ចំណុចមួយនេះនៅក្នុងចិត្តរបស់គេបានឮសំឡេងរបស់ Demon Lord Carrion ដែលការពីគាត់នៅជាមនុស្សប្រុសណាដែលគាត់នឹងក៏បានលើកឡើងថា Greyman គឺពិតជាដូចគាត់ក៏ប៉ុន្តែគាត់បានណែនាំឲ្យ Greyman កុំយកចំណុចអាក្រក់ដូចគាត់អីសោះ
លក្ខណៈថាឲ្យយកតែចំណុចល្អៗទៅបានហើយគេមិនអាចស្លាប់ដោយគ្មានសមិទ្ធផលអ្វីសោះបែបនេះនោះទេខ្ញុំត្រូវការកម្លាំងបើទោះបីជាខ្ញុំមិនអាចខ្លាយទៅជា The Melon ពិតប្រាកដក៏ដោយក៏ប៉ុន្តែគ្រាន់តែប្រកម្លាំងឲ្យខ្ញុំទៅបានហើយព្រាមហ្នឹងប្រព័ន្ធដែលដូចជា Rafael សាំងរបស់រីមរុអញ្ចឹងក៏បានលេចឡើងដោយបានបញ្ជាក់ទទួលយកសំណើរបស់ Greyman ប្រលឹងបានប្រែក្លាយទៅជាធម៌ពលនៃជោគជ័យរាងកាយបានវិវត្តក្លាយទៅជារាងកាយមួយទៀតដែលសមរម្យក្នុងការវិវត្តចាប់នៅពេលដែលការវិវត្តបានចាប់ផ្ដើម Greyman គេបានសើចជាមួយនឹងការសប្បាយចិត្តខ្លាំងមែនទែនមេឃនឹងមិនទាន់បោះបង់ខ្ញុំចោលនៅឡើយទេមានពលិជាច្រើនក៏បានលេចចេញពីរាងកាយរបស់គេណាឆាយដែលធ្វើឲ្យមនុស្សនៅទីនោះក៏បានដកថយគ្រប់គ្នាតែម្ដងបណ្ដែតនៅលើអាកាសជាមួយនឹងថាមពលរលត់របស់គេពុតជាសមចិត្តជាមួយនឹងថាមពលថ្មីរបស់គេនេះណាហើយរីមារូគាត់បានដឹងហើយថានេះគឺជាការវិវត្តដោយខ្លាយទៅជា The Melon ពិតប្រាកដរបស់ Greyman ទោះជាអញ្ចឹងក៏ដោយរីមារូក៏អត់ខ្លាចនោះដែរព្រោះថានេះគឺជាឱកាសផងដែរសម្រាប់ឲ្យគាត់បង្ហាញទៅកាន់ The Melon គ្រប់គ្នាណាថាគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលអាចខ្លាយទៅជា The Melon តាមរយៈការសម្លាប់ Greyman នៅពេលនេះផងដែរហើយគាត់ក៏បានដើរចូលទៅណាជាមួយនឹងទឹកមុខដ៏មមខណៈពេលដែល Greyman គេបានសើចចំអកទៅកាន់រីមារូណាដែលថាគេនេះនៅពេលនេះគឺមានថាមពលគ្មានដែនកំណត់ក៏ដូចជាមិនអាចព្រៀបទៅបាននោះទេសើចបដាបញ្ចេញថាមពលដ៏ខ្លាំងរបស់គេនឹងបដាខ្ញុំនឹងឲ្យពួកឯងសងនៅអ្វីដែលពួកឯងបានធ្វើចប់